នៅពេលដែលយើងកើតនៅក្នុងគ្រួសារមួយដែលយើងតែងតែធ្វើរឿងល្អអ្នកនរគ្នាដូចយើងរៀនបកកែយើងអត់ដែលធ្វើឲ្យគាត់បាក់ចិត្តបាត់វិនអ្នកនរគ្នារៀនធ្លាក់លេខគាត់នឹងបន្ទោសអ្នកនរគ្នាហើយវាពិតជាហត់ខ្លាំងមែនទែនហើយខ្ញុំដឹងថាមែនអ្នកនរគ្នាតែឯងទេគឺមានសិស្សជាច្រើននៅក្នុងប្រទេសកម្ពុជាយើងទទួលរងសម្ពាធបែបហ្នឹងពីគ្រួសារពេលខ្លះយើងគ្រាន់តែចង់ឲ្យគាត់យល់ពីយើងថាពេលខ្លះយើងអាចទៅបកកែរហូតទេយើងក៏មានខែខ្លះយើងចុះខ្សោយខែខ្លះក៏យើងអាចឡើងទៅបានថប់អីចឹងទៅណាយើងចង់ឲ្យគាត់យល់ខ្លាំងមែនតើប៉ុន្តែពេលខ្លះគាត់អត់យល់ពីយើងឯតើគួរធ្វើម៉េចណោះគ្នាគួរតែព្យាយាមនិយាយមួយគាត់ឲ្យល្អដោយសារតែអូខេនេះដោយសារតែមូលហេតុចេះខែនេះបានខ្ញុំអត់បានបកកែសូមឯងសូមបងឯងយល់ពីខ្ញុំខ្លះផងហើយតែខែក្រោយវាអាចនឹងប្រសើរជាងនេះពេលខ្លះនៅពេលអ្នកនេះគិតណែអ្នកនេះកាន់តែបាក់ទឹកចិត្តហើយអត់ចង់ធ្វើអីទៀតទេហើយអត់មានភាពរីករាយនៅក្នុងគ្រួសារតទៅមុខទៀតវាហត់ប៉ុន្តែខ្ញុំសង្ឃឹមថាសិស្សទីវិទ្យាល័យអ្នកនេះមានដំណោះស្រាយដោយការនិយាយបើកចំហជាមួយពួកគាត់